សូមគោរពជំរាបសួរប្រិយមិត្តរបស់ Channel ហឹងកុសល Official ទាំងអស់គ្នាជាទីគោរពរាប់អានថ្ងៃនេះខ្ញុំនឹងលើកយកអត្ថបទមួយដែលនិយាយអំពីរបៀបខ្សែគុកមិចដែលចារពីខាងព្រះពុទ្ធសាសនាយកមកឲ្យប្រិយមិត្តស្ដាប់ទាំងអស់គ្នាដូច្នេះចង់ដឹងថាអត្ថន័យដោយរបៀបណាសូមតាមដានជាមួយខ្ញុំបាទដូចតទៅរបៀបខ្សែគុកក្នុងការខ្សែគុកមិត្តតើត្រូវគួរខ្សែគុកដោយរបៀបណាដើម្បីឲ្យខ្លួនបានសុខដោយព្រះពុទ្ធសាសនាការខ្សែគុកមិត្តត្រូវបានបែងចែកដូចតទៅនេះមិត្តអាក្រក់មាន4ប្រភេទដែលមានលក្ខណៈសម្រាប់សម្គាល់ដូចតទៅមនុស្សគិតតែពីខាងបានដោយគិតតែសម្រាប់តែម្នាក់ឯងព្រមខូចប្រយោជន៍តែបន្តិចបន្តួចនឹងតែងចង់បានតែពីខាងច្រើនពេលខ្លួនមានភ័យទើបស្ទុះទៅជួយធ្វើកិច្ចការរបស់មិត្តនិងខ្សែគុកមិត្តព្រោះសម្លឹងឃើញប្រយោជន៍មនុស្សបានតែខាងនិយាយដោយពូកែតែរំលឹកយករឿងដែលកន្លងហួសហើយមកនិយាយពូកែលើកយករឿងដែលមិនទាន់មកដល់មកប្រស្រ័យជួយសង្គ្រោះដោយរបស់គ្មានប្រយោជន៍និងខ្សែគុកមានធុរៈអាងលេះថាមានរវល់ឬមានកិច្ចអញ្ចេះអញ្ចោះជានិច្ចមនុស្សប្រចប់ដោយពេលមិត្តធ្វើអាក្រក់ក៏សាទរពេលមិត្តធ្វើល្អក៏សាទរនៅពីមុខមិត្តពោលសរសើរនិងពីមុខមិត្តក៏រិះគន់និន្ទាមនុស្សនាំទៅរកតែរឿងវិនាសដោយពេលមិត្តផឹកគ្រឿងស្វឹងក៏ផឹកជាមួយពេលមិត្តដើរលេងយប់ក៏ដើរជាមួយមិត្តល្អ4ប្រភេទសម្រាប់សម្គាល់មានដូចតទៅមិត្តមានឧបក្ខាដោយពេលមិត្តប្រមាថក៏ជួយរក្សាពេលមិត្តប្រមាថក៏ជួយរក្សាសម្បត្តិឲ្យពេលមិត្តមានភ័យក៏ជួយយកខ្លួនឲ្យជាទីពឹងរបស់មិត្តបាននិងពេលមិត្តមានការចាំបាច់ជួយចេញទ្រព្យសម្បត្តិឲ្យច្រើនជាងមិត្តសុំឲ្យជួយទៅទៀតមិត្តរួមសុខរួមទុក្ខដែលប្រាប់រឿងសម្ងាត់ដល់មិត្តបិទបាំងរឿងសម្ងាត់ដល់មិត្តពេលមិត្តមានភ័យអន្តរាយមិនលះបង់ចោលសូម្បីតែជីវិតក៏អាចលះបង់បានដើម្បីមិត្តដែលណែនាំប្រយោជន៍ដែលឃើញមិត្តប្រុងធ្វើវិនាសក៏ហាម5ណែនាំមិត្តឲ្យតាំងនៅសេចក្តីល្អឲ្យមិត្តបានស្ដាប់បានដឹងនៅអ្វីដែលមិត្តមិនដែលបានស្ដាប់និងប្រាប់ផ្លូវទៅកាន់ឋានសួគ៌ដល់មិត្តមានទឹកចិត្តដោយពេលមិត្តមានទុក្ខក៏កើតទុក្ខដែរពេលមិត្តបានសុខក៏សប្បាយរីករាយពេលតេះទាមិត្តក៏ជួយការពារឲ្យពេលគេសរសើរមិត្តក៏ជួយសរសើរបន្ថែមដូច្នេះអត្ថបទនេះខ្ញុំសូមបញ្ចប់ត្រឹមនេះចុះបានសិនជាប្រិយមិត្តមានចម្ងល់ឬក៏សំណពរអាចខមមិននៅខាងក្រោមបានខ្ញុំនឹងឆែកមើលរាល់ការខមមិនរបស់បងប្អូនទាំងអស់គ្នាដូច្នេះសូមបញ្ចប់ត្រឹមនេះចុះពីខ្ញុំហឹងកុសល